និស័យបុណ្យវាមិនដូចគ្នាចឹងបានអាត្មាតែងតែសម្ដែងរឿងហ្នឹងពីរោះអាត្មានៅតែចង់លើកសម្ដែងរឿងព្រាហ្មណ៍លួចសេរីមានសម្ដែងនៅក្នុងមង្គលលដ្ឋទីបនីព្រាហ្មណ៍លួចសេរីហ្នឹងគេចង់និយាយអញ្ចេះញោមមនុស្សយើងគ្រប់គ្នាដែលកើតមកមានរូបស្អាតមានទ្រព្យសម្បត្តិមានកូនល្អហ្នឹងសុទ្ធសឹងតែបុណ្យយើងបានធ្វើល្អហើយញោមអ្នកមានសេរីសួស្តីពាក្យថាសេរីគឺជាឈ្មោះនៃភោគៈសម្បត្តិបានតែគឺជាឈ្មោះនៃទ្រព្យអ្នកមានសេរីគឺអ្នកមានទ្រព្យអ្នកអត់ទ្រព្យគឺអ្នកអត់សេរីអ្នកមានគឺអ្នកមានសេរីអ្នកក្រគឺជាអ្នកអត់សេរីញោមចាំតែប៉ុណ្្នឹងចុះអ្នកមានបានជាគេមានសេរីសួស្តីព្រឹកព្រលឹមឡើងគេលុបមុខគេដោះថ្មិញគេនិយាយជាមួយកូនជាមួយប្តីជាមួយសត្វទៀតនិយាយល្អពីរោះអាហ្នឹងគេមានសេរីញោម